ហូបផ្លែថ្មីមកចែកជូនបងប្អូនទាំងអស់គ្នាទៀតហើយគឺបុកទឹកគ្រឿងផ្អកអង្ករលីងបងប្អូនហើយសម្រាប់គ្រឿងក្រៅអីដោយតែយើងបុកទឹកគ្រឿងប្រហុកអញ្ចឹងណាគ្រាន់ថាបដូរពីប្រហុកមកជាផ្អកអង្ករលីងងាយស្រួលនៅក្នុងការធ្វើមែនតែនហើយមានរសជាតិឆ្ងាញ់ទៀតផងសម្រាប់ផ្អកអង្ករលីងនាងខ្ញុំចំហុយឆ្អិននៅក្នុងឆ្នាំងបាយរួចរាល់ហើយសម្រាប់ម្ទេសជាមួយនឹងខ្ទឹមនាងខ្ញុំក៏លីងឆ្អិនឲ្យវាឈ្ងុយដែរបានយើងយកមកបុកជាមួយផ្អកអង្ករលីងហើយយើងមកបុកជាមួយនឹងសាច់ត្រីយើងបុកកុំឲ្យម៉ត់ពេកបងប្អូនណាល្មមទៅបងប្អូនហើយសម្រាប់គ្រឿងយើងថែមជាមួយនឹងអំបិលប៊ីចេងម្សៅស៊ុបហើយនឹងស្ករត្នោតនឹងឯងប្រើស្ករត្នោតកាន់តែធ្វើឲ្យបុកទឹកគ្រឿងរបស់យើងកាន់តែឈ្ងុយទៀតហើយនាងខ្ញុំអត់ប្រើទឹកអំពិលទុំទេខ្ញុំប្រើក្រូចឆ្មាដោយសារតែផ្អករបស់ខ្ញុំគឺជូរជ្រះតែម្ដងនេះខ្ញុំធ្វើរៀងយូរខែដែរហើយតមកទៀតយើងក៏បន្ថែមជាមួយនឹងទឹកស្ងោរត្រីរបស់យើងទៅហើយភ្លក់យករសជាតិតាមចំណង់ចំណូលចិត្តហើយសម្រាប់ល្ងនេះគឺនាងខ្ញុំដាក់ដែរឲ្យវាត្រូវជាមួយនឹងអង្ករលីងពេលហូបទៅអូយឈ្ងុយជាប់ចិត្តបងប្អូនហើយយើងជាចុងក្រោយយើងបន្ថែមជាមួយនឹងម្ទេសស្រស់ខៀវម្ទេសស្រស់ក្រហមជីអាណាទៅបងប្អូនភ្លក់យករសជាតិហឹរជូរប្រៃផ្អែមឡំអញ្ចឹងណាអូយជាតិណាបងប្អូនហើយសម្រាប់ការហឹរបងប្អូនដាក់តាមចំណង់ចំណូលចិត្តណាអញ្ចឹងសម្រាប់អង្ករលីងបុកទឹកគ្រឿងរបស់នេះខ្ញុំគឺរួចរាល់អស់ហើយបងប្អូនឃើញថាតំណងអត់សម្រាប់អន្លក់អណ្ដីបងប្អូនដាក់តាមចំណង់ចំណូលចិត្តណាហើយខ្ញុំចូលចិត្តហូបជាមួយនឹងពងទាស្ងោរបងប្អូនត្រូវណាហើយអញ្ជើញឆ្ងាញ់ជាមួយនឹងខ្ញុំទាំងអស់គ្នាអូយតំណងមែនតែនហ្មងណាអញ្ចឹងវិធីធ្វើគឺងាយស្រួលមែនតែនអញ្ចឹងអរគុណសម្រាប់បងដែលស្រឡាញ់ចូលចិត្តអរគុណជួបគ្នាវីដេអូក្រោយ